អ៊ុយក្រែនបានបញ្ជាក់អំពីការប្រើប្រាស់នៅមីស៊ីលអាឆាក MS ដែលផលិតដោយសហរដ្ឋអាមេរិកវាយប្រហារទៅលើរុស្ស៊ីបន្ទាប់ពីមានការដាក់កំហិតជាច្រើនខែដោយមន្ទីរបញ្ចកោណស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាវិលត្រឡប់ជាថ្មីសម្រាប់ការតាមដានព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិប្រចាំថ្ងៃបើយោងទៅតាមការលើកឡើងរបស់អគ្គសេនាធិការអ៊ុយក្រែនបាននិយាយនៅថ្ងៃទី18ខែវិច្ឆិកាម្សិលមិញថាខ្លួនបានប្រើប្រាស់មីស៊ីលរយៈចំណាយឆ្ងាយអាឆាក MS ដែលផលិតដោយសហរដ្ឋអាមេរិកប្រឆាំងទៅនឹងគោលដៅយោធាក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីរយៈពេលជាច្រើនខែដែលដំណើរការនៃការត្រួតពិនិត្យមន្ទីរបញ្ចកោណបានទប់ស្កាត់នៃការវាយប្រហារបែបនេះប្រកបដោយប្រសិទ្ធភាពការបញ្ជាក់នេះបានកើតឡើងបន្ទាប់ពីជាច្រើនខែដែលដំណើរការត្រួតពិនិត្យរបស់ក្រសួងការពារជាតិអាមេរិកបានផ្ដល់សិទ្ធិអំណាចទៅដល់រដ្ឋលេខាធិការការពារជាតិលោក Pat Hegseth ដើម្បីរារាំងនៃការវាយប្រហាររយៈចំណាយឆ្ងាយរបស់អ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងកម្មជ្រួចរបស់អាមេរិកទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនៃការប្រើប្រាស់អាឆាក MS ប្រឆាំងទៅនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងតែពីចុងនីតិខែរដូវនេះបើយោងទៅតាមអ្វីដែលការសាយ Wall Street Journal បានរាយការណ៍កន្លងទៅប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃទី21ខែសីហាបាននិយាយថាអ៊ុយក្រែនគ្មានឱកាសឈ្នះប្រសិនបើមិនត្រូវបានអនុញ្ញាតឲ្យវាយប្រហាររុស្ស៊ីហើយបានរិះគន់អតីតប្រធានាធិបតីអាមេរិក Joe Biden ចំពោះការមិនអនុញ្ញាតឲ្យទីក្រុងគៀវវាយបូកវិញទេគឺមានតែការការពារតែប៉ុណ្ណោះខណៈពេលដែលការវាយប្រហារដោយមីស៊ីលរយៈចំណាយឆ្ងាយអាថឹក MF លើកដំបូងត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការវាត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយថាអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលនេះវាយប្រហារទៅលើទឹកដីរុស្ស៊ីជាលើកដំបូងនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2024ដោយបានវាយលុះទៅលើឃ្លាំងអាវុធរបស់រុស្ស៊ីនៅក្នុងទីក្រុង Kharkiv ដែលជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសរុស្ស៊ីអគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែនបាននិយាយថាប្រតិបត្តិការកាលពីថ្ងៃទី18ខែវិច្ឆិកាគឺជាការអភិវឌ្ឍដ៏សំខាន់ដែលបានបញ្ជាក់អំពីការបដិញ្ញាចិត្តមិនផ្លាស់ប្ដូររបស់អ៊ុយក្រែនចំពោះអធិបតេយ្យភាពរបស់ខ្លួនពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបើទោះបីជាមានសម្ពាធមួយចំនួននៃសកម្មភាពវិលុបទៅលើរុស្ស៊ីក៏ដោយក៏ប្រជាជនអ៊ុយក្រែននៅតែមានការអត់ធ្មត់បង្ហាញអំពីការបដិញ្ញាចិត្តនិងបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការការពារមាតុភូមិរបស់ពួកគេការប្រើប្រាស់សមត្ថភាពវាយប្រហាររយៈចំណាយឆ្ងាយរួមទាំងប្រព័ន្ធកម្មជ្រួចអាថឹក MF នឹងនៅតែបន្តយ៉ាងណាមិញព័ត៌មានលម្អិតបន្ថែមនៃការវាយប្រហារមិនទាន់ត្រូវបានផ្ដល់ឲ្យនៅពេលនេះនោះទេយកទៅតាមបណ្ដាញ Telegram ឯករាជ្យរបស់អ៊ុយក្រែន AZ Lenova Plus បាននិយាយថាអ្នកស្រុក Voronezh របស់រុស្ស៊ីបានរាយការណ៍អំពីការលើនៃការផ្ទុះនិងការការពារដែនអាកាសដោយសារតែការវាយប្រហារដោយមីស៊ីលមកលើទីក្រុងរបស់ពួកគេយ៉ាងណាមិញគូបញ្ជាក់ឲ្យដឹងផងថាមីស៊ីលអាឆាក MF គឺជាកម្មជុំផ្លោងដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដែលអាចហោះហើរបានរយៈចម្ងាយរហូតដល់ទៅ300គីឡូម៉ែត្រអតីតប្រធានាធិបតីអាមេរិក Joe Biden បានបន្ធូរបន្ថយនៃការរឹតបន្តឹងទៅលើការប្រើប្រាស់អាឆាក MF របស់អ៊ុយក្រែននៅក្នុងខែវិច្ឆិកាឆ្នាំ2024ដោយបានអនុញ្ញាតឲ្យទីក្រុងគៀវបើកដំណើរការប្រឆាំងទៅនឹងគោលដៅយោធាក្នុងប្រទេសរុស្ស៊ីទន្ទឹមនឹងនេះអ៊ុយក្រែនជាលើកដំបូងបានទទួលកំណែខ្លីនៃអាឆាក MF នៅរដូវស្លឹកឈើជ្រុះឆ្នាំ2023នៅនីតិខែរដូវឆ្នាំ2024ហើយសហរដ្ឋអាមេរិកបានចាប់ផ្ដើមផ្គត់ផ្គង់នៅ model ដែលបានធ្វើឲ្យប្រសើរឡើងដែលនៅពេលនោះទីក្រុងគៀវត្រូវបានអនុញ្ញាតឲ្យដាក់ពង្រាយកម្មជ្រួចទាំងនេះប្រឆាំងទៅនឹងគោលដៅក្នុងទឹកដីអ៊ុយក្រែនដែលកាន់កាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសទូគីដើម្បីពង្រឹងឡើងវិញនៃការចរចាដែលជាប់គាំងជាមួយនឹងប្រទេសរុស្ស៊ីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសទូគីនៅថ្ងៃទី19ខែវិច្ឆិកានេះដើម្បីពង្រឹងនៃការចរចាឡើងវិញជាមួយរុស្ស៊ីនេះបើយកទៅតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានប្រកាសកាលពីថ្ងៃទី18ខែវិច្ឆិកាម្សិលមិញដំណើរទស្សនកិច្ចនេះបានធ្វើឡើងខណៈដែលការចរចាដោយផ្ទាល់ដែលគេស្គាល់ជាសាធារណៈលើកចុងក្រោយរវាងអ៊ុយក្រែននិងរុស្ស៊ីបានធ្វើឡើងជិត4ខែមុនខណៈដែលមិនមានការរីកចម្រើនជាក់ស្ដែងនៅក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ីនោះទេបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកក៏ដោយលោក Zelensky ដែលកំពុងតែបំពេញទស្សនកិច្ចនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី18ខែវិច្ឆិកាបាននិយាយថាយើងកំពុងរៀបចំដើម្បីធ្វើឲ្យការចរចាឡើងវិញហើយយើងបានបង្កើតដំណោះស្រាយដែលយើងនឹងស្នើទៅដល់ដៃគូរបស់យើងការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្គ្រាមកាន់តែខិតជិតវាគឺជាអត្ថប្រយោជន៍កំពូលរបស់អ៊ុយក្រែនចាដើម្បីបើយកទៅតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃទី18ខែវិច្ឆិកាដោយដកស្រង់ប្រភពពីប្រទេសទូគីដែលមិនបញ្
បញ្ចេញឈ្មោះមួយថាបេសកជនពិសេសរបស់អាមេរិកលោក Steve Witkoff ស្គាល់នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសទូគីនិងចូលរួមនៅក្នុងកិច្ចពិភាក្សាដែលនឹងអាចធ្វើបានជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនអ្នកនាំពាក្យវិមានក្រមឡាំងលោកឌីមីទ្រីប៉េស្កូវបាននិយាយថាគ្មានតំណាងរបស់រុស្ស៊ីនឹងមានវត្តមាននៅក្នុងប្រទេសនេះនោះទេដោយគាត់សម្គាល់ថាសម្រាប់ពេលនេះទំនាក់ទំនងទាំងនេះកំពុងតែប្រព្រឹត្តទៅដោយគ្មានការចូលរួមពីប្រទេសរុស្ស៊ីលោកបានបន្ថែមថាយើងនឹងរងចាំព័ត៌មានអំពីអ្វីដែលនឹងត្រូវពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ូលយ៉ាងណាក៏ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកគ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីទូគីលោក Recep Tayyip Erdogan នាថ្ងៃទី19ខែវិច្ឆិកានេះដែលជាកន្លែងដែលលោកគ្រោងនឹងពិភាក្សាអំពីផ្លូវដែលអាចឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែងសម្រាប់អ៊ុយក្រែនលោកបានបន្ថែមថាហើយនេះខ្ញុំគិតថានឹងជាការសន្ទនាដ៏មានខ្លឹមសារនិងមានអត្ថន័យគ្រប់គ្រាន់ចា៎ណាមិញបើយោងទៅតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដួលស្រង់ប្រភពមិនបញ្ចេញឈ្មោះថារដ្ឋមន្ត្រីការបរទេសទូគីលោក Hakan Fidan អាចមានទំនាក់ទំនងលទ្ធផលនៃកិច្ចចរចាទៅកាន់វិមានក្រមឡាំងប្រភពមួយទៅកាន់ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានផ្ដល់នៅគ្មានការអធិប្បាយនៅពេលដែលត្រូវបានសួរអំពីវត្តមានដែលអាចនឹងកើតមានរបស់អ្នកតំណាងរុស្ស៊ីនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Zelenskyប្រធានាធិបតីអ៊ុយក្រែនគីវមានបំណងធ្វើឲ្យការផ្លាស់ប្ដូរអ្នកទស្សនសង្គ្រាមជាមួយនឹងទីក្រុងមូស្គូឡើងវិញដោយសង្កត់ធ្ងន់ទៅលើគោលដៅដើម្បីស្ដារនិងដំណើរការនាំអ្នកទស្សនសង្គ្រាមអ៊ុយក្រែនត្រឡប់មកកាន់ប្រទេសវិញដែលនេះវាបានកាត់ឡើងតែប្រមាណថ្ងៃបន្ទាប់ពីលេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែនលោក Rastem Umerov បានទៅទស្សនកិច្ចនៅទីក្រុងអ៊ីស្តង់ប៊ូលកាលពីថ្ងៃទី11ខែវិច្ឆិកាដើម្បីធ្វើការទប់ស្កាត់ដំណើរការនៃការផ្លាស់ប្ដូរដែលជោគទាំងបើទោះបីជាលោកមិនបានប្រកាសអំពីការចូលចាក់ដោយផ្ទាល់ជាមួយរុស្ស៊ីក៏ដោយលោក Umerov ក្រោយមកបាននិយាយថាភាគីនានាបានជ្រុលព្រមធ្វើឲ្យការរៀបចំនៅទីក្រុងអ៊ីស្តង់ប៊ូលលើការដោះលែងជនជាតិអ៊ុយក្រែនចំនួន 1200 នាក់ដែលបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីទីហ៊ានអ៊ុយក្រែនច្រើនជាង 2500 នាក់ត្រូវបានគេរាយការណ៍ថានៅតែស្ថិតនៅជាប់ក្រោមការឃុំឃាំងរបស់រុស្ស៊ីទន្ទឹមគ្នាអ៊ុយក្រែននិងរុស្ស៊ីដែលបានបើកការចូលចែកជាច្រើនលើកនៅទីក្រុងអ៊ីស្តង់ប៊ូលប្រទេសទូគីកាលពីដើមឆ្នាំកន្លងទៅនេះដែលបណ្ដាលឲ្យមានការដោះដូរអ្នកទោសរាប់ពាន់នាក់និងការធ្វើមាតុភូមិនិវត្តន៍នៃអត្តធិបតេយ្យហ៊ានដែលបានស្លាប់កិច្ចពិភាក្សាមិនបានបង្កើននៃចរណាឆ្ពោះទៅរកបទជប់បាញ់ឬដំណោះស្រាយទូលំទូលាយនោះទេកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងការសម្រុកសម្រួលកិច្ចព្រមព្រៀងរវាងទីក្រុងគីវនិងទីក្រុងមូស្គូបានចប់គាំងដោយសារតែប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបដិសេធមិនព្រមសម្រុកសម្រួលទៅតាមការទាមទាររបស់គាត់ហើយបានបដិសេធមិនជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyកិច្ចប្រជុំកម្ពុជាដែលបានគ្រោងទុករវាងលោកត្រាំនិងលោកពូទីននៅទីក្រុងប៊ូតាផេសប្រទេសហុងហ្គារីក៏ត្រូវបានលុបចោលផងដែរបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថាទីក្រុងមូស្គូមិនបានយល់ព្រមចំពោះបទជប់បាញ់ណាមួយនោះទេទីក្រុងគៀវដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិកនិងអឺរ៉ុបបានអំពាវនាវឲ្យមានបទជប់បាញ់នៅតាមខ្សែបន្ទាត់ជួរមុខបច្ចុប្បន្នហើយទីក្រុងមូស្គូបានច្រានចោលនៅសំណើទាំងនេះហើយបានបន្តទាមទារឲ្យអ៊ុយក្រែនបោះបង់ចោលទាំងស្រុងនៅតំបន់ Donbas ទាំងមូល